មន្ទីរកសិកម្មខេត្តបាត់ដំបងកំពុងសហការទប់ស្កាត់ការនាំចូលសត្វពាហនៈនិងផលិតផលសាច់សត្វពីប្រទេសថៃក្រោយប្រទេសនេះមានផ្ទុះជំងឺឈាមខ្មៅឬជំងឺអង់ត្រាក់ក្រោយពីប្រទេសថៃផ្ទុះជំងឺឈាមខ្មៅឬជំងឺអង់ត្រាក់លើសត្វពាហនៈគោក្របីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទប្រទេសកម្ពុជាបានសម្រេចធ្វើការហាមឃាត់ជាបណ្ដោះអាសន្នលើការនាំចូលសត្វពាហនៈនិងផលិតផលសាច់សត្វពីច្រកព្រំដែនទាំងអស់នៃប្រទេសថៃចូលមកកម្ពុជាលោកឈឹមវជ្ជរាប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តបានឲ្យដឹងថាក្រោយពីទទួលបានការណែនាំលោកបានចាត់មន្ត្រីជំនាញសហការជាមួយអគ្គនាយកដ្ឋានសុខភាពសត្វនិងផលិតកម្មសត្វនិងមន្ត្រីជំនាញពាក់ព័ន្ធធ្វើការឃ្លាំមើលក្រែងមានការនាំចូលសត្វពាហនៈនិងផលិតផលសាច់សត្វចូលតាមច្រកព្រំដែនមកទឹកដីខេត្តបាត់ដំបងទន្ទឹមនឹងនោះមន្ទីរបានធ្វើការផ្សព្វផ្សាយតាមបណ្ដាញសង្គមនិងឲ្យមន្ត្រីការិយាល័យកសិកម្មស្រុកបន្តផ្សព្វផ្សាយនៅមូលដ្ឋានឲ្យបានទូលំទូលាយដើម្បីរួមគ្នាទប់ស្កាត់សេចក្តីប្រកាសព័ត៌មានក្រសួងកសិកម្មកាលពីថ្ងៃទី6 ខែឧសភាបានបញ្ជាក់ថាបច្ចុប្បន្នពុំមានករណីជំងឺនេះនៅក្នុងប្រទេសកម្ពុជានោះទេប៉ុន្តែយ៉ាងណាក្តីជាវិធានការបង្ការក្រសួងបានដាក់ឲ្យអនុវត្តនៅការហាមឃាត់ជាបណ្ដោះអាសន្នលើការនាំចូលសត្វពាហនៈនិងផលិតផលសាច់សត្វពីច្រកព្រំដែនទាំងអស់នៃប្រទេសថៃព្រមទាំងបានសហការយ៉ាងជិតស្និទ្ធជាមួយស្ថាប័នពាក់ព័ន្ធនៅតាមបណ្ដាច្រកព្រំដែនទាំងអស់ដើម្បីពង្រឹងការត្រួតពិនិត្យនិងធានាការអនុវត្តវិធានការប្រកបដោយប្រសិទ្ធភាពខ្ពស់សេចក្តីប្រកាសព័ត៌មានបានបញ្ជាក់ថាក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទកំពុងតាមដានយ៉ាងយកចិត្តទុកដាក់ចំពោះករណីកើតមានជំងឺឈាមខ្មៅឬជំងឺអង់ត្រាក់លើសត្វពាហនៈគោក្របីដែលកំពុងកើតមាននៅក្នុងតំបន់មួយចំនួននៃប្រទេសថៃបន្ថែមពីនោះអគ្គនាយកដ្ឋានសុខភាពសត្វនិងផលិតកម្មសត្វក៏បានរៀបចំបណ្ដាញប្រព័ន្ធប្រតិកម្មរហ័សមួយនៅគ្រប់រាជធានីខេត្តទាំង25ក្នុងគោលដៅតាមដានសុខភាពសត្វពាហនៈនិងធ្វើការអន្តរាគមន៍ក្នុងករណីសង្ស័យក្រសួងនឹងបន្តធ្វើបច្ចុប្បន្នភាពជាបន្តបន្ទាប់និងផ្ដល់ព័ត៌មានថ្មីៗពីការវិវត្តនៃជំងឺនេះក្នុងករណីចាំបាច់ករណីសង្ស័យឬសាកសួរព័ត៌មានបន្ថែមសូមទំនាក់ទំនងទៅកាន់លេខទូរស័ព្ទ1289